សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាពីឆ្នាំ1979ដល់ឆ្នាំ1993ប្រទេសកម្ពុជាបានឆ្លងកាត់ពីរបបកាប់សម្លាប់គ្នាឯងអស់រយៈពេល3ឆ្នាំ8ខែ20ថ្ងៃនៃរបបកម្ពុជាប្រជាធិបតេយ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាកើតឡើងនាថ្ងៃទី7ខែមករាឆ្នាំ1979ក្រោមជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម 1. កំណើតរណសិរ្សមហាសន្និបាតតំណាងឲ្យកម្លាំងរំដោះគ្រប់តំបន់ទូទាំងប្រទេសក្រោមការដឹកនាំរបស់អ្នកស្នេហាជាតិបានបើកសម័យប្រជុំនៅថ្ងៃទី2ខែធ្នូឆ្នាំ1978ក្នុងមូលដ្ឋានរំដោះមហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក14រូបក្នុងនោះមានសមមិត្តហេងសំរិនជាប្រធានសមមិត្តជាស៊ីមជាអនុប្រធានសមមិត្តរស់សម័យជាអគ្គលេខាធិការហើយសមាជិកមានសមមិត្តម៉ាត់លីប៊ុនមីមាសសំណាងហ៊ុនសែនប្រាជ្ញសុនច័ន្ទវ៉ែននៅសាមុំមានសំអានជ័យកញ្ញាឡុងស៊ីមនិងហែមសាមិន 2. ជ័យជំនះថ្ងៃទី7ខែមករាឆ្នាំ1979ដោយមានជំនួយពីកងទ័ពវៀតណាមនិងប្រជាជនកម្ពុជាធ្វើឲ្យកងកម្លាំងប្រដាប់អាវុធរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារំដោះប្រជាជននិងទឹកដីនៃប្រទេសកម្ពុជាបានជាបន្តបន្ទាប់ក្នុងរយៈពេលតែ3សប្តាហ៍តែប៉ុណ្ណោះកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពវៀតណាមរំដោះប្រទេសកម្ពុជាបានស្ទើរទាំងស្រុងពីបនប្រឡាយពូជសាសន៍ខ្មែរក្រហមកាលថ្ងៃទី7មករាឆ្នាំ1979ប្រជាជនខ្មែរបានរួចផុតពីរបបប្រឡាយពូជសាសន៍ខ្មែរក្រហមបាននាំគ្នាវិលត្រឡប់មកកាន់ស្រុកកំណើតវិញអ្នកខ្លះអស់សង្ឃឹមនឹងរស់នៅក្នុងស្រុកខ្មែរបាននាំគ្នាភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួននៅព្រំដែនថៃពួកគេរស់នៅក្នុងជំរំជនភៀសខ្លួនក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិពេលមកដល់ស្រុកកំណើតអ្នកខ្លះបានជួបជុំបងប្អូនឬឪពុកម្ដាយអ្នកខ្លះទៀតព្រាត់ប្រាឪពុកម្ដាយឬសាច់ញាតិគ្រួសារខ្លះស្លាប់ទាំងអស់ទាំងពូជតែម្ដងប្រជាជនសល់ពីការស្លាប់ភាគច្រើនជាស្ត្រីមេម៉ាយក្មេងកំព្រានិងមនុស្សចាស់ជរាពួកគេមានតែបាត់ដៃទទេពុំមានគោក្របីរទេះនិងគល់រនាស់សម្រាប់ធ្វើស្រែចម្ការនិងបង្កើនផលឡើយការស្ដារនិងស្ថាបនាប្រទេសជាតិឡើងវិញ 1. ការបង្កើតក្រុមសាមគ្គីបង្កើនផលឬក្រុមប្រវាស់ដៃក្រុមសាមគ្គីឬក្រុមប្រវាស់ដៃជួយសម្រាលបន្ទុកស្ត្រីមេម៉ាយក្មេងកំព្រាមនុស្សចាស់ជរាព្រោះពួកគេគ្មានឧបករណ៍បង្កើនផលនៅតាមភូមិនីមួយៗគេបែងចែកជាក្រុមសាមគ្គីក្នុងមួយក្រុមមានប្រមាណជា10គ្រួសារឬច្រើនជាងនេះប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារគោក្របីដែលសេសសល់ពីរបបប៉ុលពតជាកម្លាំងអូសទាញយ៉ាងសំខាន់សម្រាប់ចូលរស់ដឹកជញ្ជូនស្បៀងនិងផលិតផលផ្សេងៗតាមគោលនយោបាយរបស់រណសិរ្សក្រុមសាមគ្គីបង្កើនផលនៃប្រជាជនកម្ពុជាបានផ្លាស់ប្ដូរពីក្រុមសាមគ្គីប្រវាស់ដៃទៅជាម្ចាស់ការទាំងស្រុងក្នុងការរៀបចំទំនាក់ទំនងផ្នែកផលិតកម្មនិងជីវភាពរស់នៅដោយឈានទៅរករបបកម្មសិទ្ធិឯកជនវិញ 2. រចនាសម្ព័ន្ធគ្រប់គ្រងមន្ត្រីសំខាន់នៅក្នុងរដ្ឋាភិបាលពេលនោះមានលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនជាអ្នកតស៊ូដែលចេញមកពីវណ្ណៈកសិករ 3. អង្គការគ្រប់គ្រងសំខាន់ក្នុងរដ្ឋាភិបាលនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមានអង្គការសំខាន់4គឺ 1. គណៈបកប្រជាជនបដិវត្តន៍កម្ពុជាដឹកនាំដោយអគ្គលេខាធិការប៉ែនសុវណ្ណ 2. ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ឬក្រុមប្រឹក្សារដ្ឋមន្ត្រីដែលមានរដ្ឋមន្ត្រីចំនួន17រូប 3. ក្រុមប្រឹក្សារដ្ឋមានលោកហេងសំរិនជាប្រធាន 4. រដ្ឋសភាជាតិមានសមាជិក117រូបដែលកើតឡើងដោយការបោះឆ្នោតនៅខែឧសភាឆ្នាំ1981
4. ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាជាប្រទេសពឹងផ្អែកទៅលើវិស័យកសិកម្មបែបយថាផលប្រជាជនខ្មែរ 90% ប្រកបរបរកសិកម្មសំខាន់គឺស្រូវនៅឆ្នាំ 1988 ផលស្រូវមាន 2 លាន 70 ម៉ឺនតោនហើយបានកើនឡើងដល់ 3 លានតោននៅឆ្នាំ 1990 ប្រជាជនម្នាក់បានទទួលផលស្រូវជាមធ្យម 350 គីឡូក្រាម មហាសន្និបាតបកលើកទី 5 បានកំណត់វិធានការ 3 យ៉ាងក្នុងផលិតកម្មស្បៀងគឺពង្រីកផ្ទៃដីកសិកម្មបង្កើនរដូវដាំដុះនិងប្រពន្ធវប្បកម្មក្រៅពីដំណាំស្រូវមានដំណាំស្បៀងនិងដំណាំឧស្សាហកម្មដំណាំទាំងនេះមិនត្រឹមតែឧបត្ថម្ភក្នុងស្រុកទេថែមទាំងនាំចេញទៅក្រៅប្រទេសទៀតផងចំការកៅស៊ូជាមូលដ្ឋានផលិតកម្មយ៉ាងសំខាន់បំផុតរបស់រដ្ឋសម្រាប់នាំចេញអាជីវកម្មឈើជាផ្នែកមួយមានការរីកចម្រើនខ្លាំងហើយក្លាយជាមុខព្រួញដ៏សំខាន់មួយក្នុងចំណោមមុខព្រួញទាំង 4 នៃសេដ្ឋកិច្ចជាតិក្រោយថ្ងៃរំដោះ 7 មករា 1979 ការនេសាទត្រីទាំងទឹកសាបនិងទាំងទឹកប្រៃមានការរីកចម្រើនគួរឲ្យកត់សម្គាល់ 5. វិស័យអប់រំមុននិងក្រោយឆ្នាំ 1979 ក្រោយថ្ងៃរំដោះ 7 មករា 1979 មកវិស័យវប្បធម៌និងអប់រំត្រូវបានស្ដារឡើងវិញរដ្ឋបានរៀបចំប្រព័ន្ធអប់រំយ៉ាងទូលំទូលាយមួយនិងពង្រីកបន្ថែមរហូតដល់តំបន់ដាច់ស្រយាលក្នុងរយៈពេលតែ 4 ឆ្នាំប៉ុណ្ណោះចលនាអក្សរកម្មបានប្រព្រឹត្តទៅយ៉ាងផុសផុលវិស័យវប្បធម៌គ្រប់ផ្នែកបានធ្វើសកម្មភាពឡើងវិញហើយទទួលយកចិត្តទុកដាក់យ៉ាងសកម្មពីរដ្ឋនយោបាយបង្រួបបង្រួមជាតិក្រោយពេលរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ក្រមកម្ពុជាប្រជាធិបតេយ្យបានរត់ចូលក្នុងព្រៃដើម្បីធ្វើសង្គ្រាមប្រឆាំងរបបរដ្ឋកម្ពុជាហើយបង្កអសន្តិសុខដល់ប្រជាជននិងសង្គមកម្ពុជា 1. កិច្ចចរចាសន្តិភាពនាក្រុងហ្វែអង់តាដឺនឺថ្ងៃទី 2 ខែធ្នូឆ្នាំ 1987 នៅថ្ងៃទី 29 ខែកក្កដាឆ្នាំ 1987 ទស្សនកិច្ចជាផ្លូវរដ្ឋរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនៅប្រទេសវៀតណាមបានពិភាក្សាលើរូបមន្តនៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់កាលគឺការជួបគ្នារវាងភាគីបដិបកខ្មែរទាំងពីរការជួបគ្នារវាងបណ្ដាភាគីខ្មែរនិងប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជានៅថ្ងៃទី 2 ខែធ្នូឆ្នាំ 1987 មានការជួបគ្នាលើកទី 1 រវាងសម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែននាទីក្រុងហ្វេអង់តាដឺនឺប្រទេសបារាំងដោយមានការចុះហត្ថលេខាព្រមព្រៀងនិងចរចារកដំណោះស្រាយនៅកម្ពុជាសន្និសីទកំពូលនៃបណ្ដាប្រទេសអាស៊ាននាថ្ងៃទី 14-15 ខែធ្នូឆ្នាំ 1987 បានសម្ដែងការអបអរសាទរចំពោះការជួបគ្នារវាងសម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែនជំនួបលើកទី 2 រវាងសម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែននៅថ្ងៃទី 21-22 ខែមករាឆ្នាំ 1988 នៅប្រទេសបារាំងមិនបានចេញសេចក្តីប្រកាសរួមណាមួយឡើយភាគីនីមួយៗបានប្រកាសដោយឡែកអំពីលទ្ធផលនៃកិច្ចចរចាវេទិកាសីហនុហ៊ុនសែនបានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីសសាកាតាតូក្យូនិងប៉ាតាយាដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា 2. រដ្ឋធម្មនុញ្ញឆ្នាំ 1989 និងការបង្កើតរដ្ឋកម្ពុជារដ្ឋធម្មនុញ្ញឆ្នាំ 1989 ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 30 ខែមេសាឆ្នាំ 1989 សភាបានបើកសម័យប្រជុំវិសាមញ្ញមួយដើម្បីពិនិត្យរដ្ឋធម្មនុញ្ញឡើងវិញនិងបានផ្លាស់ប្ដូរសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជារដ្ឋកម្ពុជានៅថ្ងៃទី 30 ខែមេសាឆ្នាំ 1989 ហើយបានប្ដូរទង់ជាតិនិងភ្លេងជាតិផងដែរនេះជារបបប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសកម្ពុជាដែលបានលុបបំបាត់ច្បាប់ប្រហារជីវិតនិងទទួលស្គាល់ឡើងវិញនៅព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋច្បាប់ការពារកម្មសិទ្ធិឯកជននិងទីផ្សារសេរីត្រូវបានបង្កើតឡើងរដ្ឋធម្មនុញ្ញបានចែងថាប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធ
ម្យ៉ាងទៀតនយោបាយរបស់បកនិងរដ្ឋកម្ពុជាបានបន្ធូរបន្ថយព្រមធ្វើកិច្ចចរចាជាមួយនឹងភាគីចំនួន3ទៀតដែលកំពុងរួមគ្នាតស៊ូនៅតាមព្រំដែនខ្មែរថៃការបង្កើតរដ្ឋកម្ពុជាកត្តាជាច្រើនជំរុញឲ្យវៀតណាមដកទ័ពដែលនៅសេសសល់របស់ខ្លួនចេញពីប្រទេសកម្ពុជានៅថ្ងៃទី26ខែកញ្ញាឆ្នាំ1989ក្រោយមានការព្រមព្រៀងរវាងប្រទេសទាំងពីរកម្ពុជាវៀតណាមការដកទ័ពវៀតណាមចេញពីប្រទេសកម្ពុជាលើកចុងក្រោយគឺនៅថ្ងៃទី26ខែកញ្ញាឆ្នាំ1989រដ្ឋាភិបាលនៃរដ្ឋកម្ពុជាបានប្រកាសធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រជាជនកម្ពុជាទាំងមូលចាប់ពីពេលនោះមកជីវភាពប្រជាជនមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់3កិច្ចចរចាក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991ក្រោយពីវៀតណាមបានប្រកាសដកទ័ពរបស់ខ្លួនជាផ្លូវការចេញពីប្រទេសកម្ពុជានៅថ្ងៃទី26ខែកញ្ញាឆ្នាំ1989មកកងទ័ពខ្មែរក្រហមនិងកងទ័ពរបស់ក្រុមអ្នកតស៊ូទាំងពីរក្រុមផ្សេងទៀតបានបន្តវាយកងទ័ពកម្ពុជាតទៅទៀតរដ្ឋាភិបាលកម្ពុជាបានខិតខំទាក់ទាញសេចក្តីអនុគ្រោះនិងរកការគាំទ្រមតិជាតិនិងអន្តរជាតិដើម្បីទប់ស្កាត់នឹងកងទ័ពខ្មែរក្រហមរួមទាំងកម្លាំងតស៊ូចលនាទាំងពីរក្រុមទៀតនៅទីបំផុតកិច្ចចរចាសន្តិភាពរវាងភាគីចំនួនខ្មែរនាទីក្រុងប៉ារីសបានទទួលលទ្ធផលយ៉ាងល្អប្រសើរដោយតំណាងភាគីចំនួនចាប់ដៃគ្នាយល់ព្រមធ្វើការបោះឆ្នោតជាសកលដែលមានអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាមើលការខុសត្រូវអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិមានទាហានចំនួន 17,000 នាក់និងមានជនស៊ីវិលចំនួន 8,000 នាក់មកពី22ប្រទេសមន្ត្រីជប៉ុនម្នាក់សម្រាប់ទទួលខុសត្រូវលើអំណាចត្រួតត្រាបណ្ដោះអាសន្ននៅកម្ពុជារីឯកងទ័ពវិញស្ថិតនៅក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ជនជាតិអូស្ត្រាលីម្នាក់អាជ្ញាធរបណ្ដោះអាសន្នមានថវិកាចំនួន $3,000 ដើម្បីបំពេញបេសកកម្ម4យ៉ាងគឺ 1. ដកអាវុធពីកងទ័ពរដ្ឋកម្ពុជានិងពីកងទ័ពភាគីខ្មែរក្រហមរណសេរីជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងកងទ័ពរាជានិយមរបស់សម្ដេចព្រះនរោត្តមសីហនុ 2. បញ្ចូលរដ្ឋអំណាចទាំងសងខាងឲ្យរួមគ្នា 3. រៀបចំការបោះឆ្នោតដោយសេរី 4. នាំជនភៀសខ្លួនប្រហែលជា 35,000 នាក់ត្រឡប់មកមាតុភូមិវិញសម័យប្រជុំលើកទី2នៃសន្និសីទអន្តរជាតិបានប្រព្រឹត្តទៅនៅថ្ងៃទី21ដល់ថ្ងៃទី23ខែតុលាឆ្នាំ1991នៅរដ្ឋធានីសាធារណរដ្ឋបារាំងក្នុងនាមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខានៅថ្ងៃទី23ខែតុលាឆ្នាំ1991លើកិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយរួមនៃជម្លោះនៅកម្ពុជាក្នុងនោះផ្ដោតទៅលើចំណុច2សំខាន់គឺកិច្ចព្រមព្រៀងទាក់ទងទៅនឹងអធិបតេយ្យភាពបូរណភាពដែនដីអព្យាក្រឹតនិងឯកភាពជាតិកម្ពុជានិងទី2សេចក្តីថ្លែងការណ៍ស្តីអំពីការស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញដែលហៅថាសន្និសីទសន្តិភាពទីក្រុងប៉ារីស 4. ព្រះរាជាណាចក្រកម្ពុជាទី2ឆ្នាំ1993ការបោះឆ្នោតបានប្រព្រឹត្តទៅដោយមានគណៈបកចំនួន20ចូលរួមទោះបីក្រុមខ្មែរក្រហមធ្វើពហិការមិនចូលរួមក៏ដោយក៏ការបោះឆ្នោតបានដំណើរការតាមការគ្រោងទុកគឺថ្ងៃទី23ដល់ថ្ងៃទី28ខែឧសភាឆ្នាំ1993ដោយផ្អែកលើសម្លេងគាំទ្ររបស់ប្រជាជននៅក្នុងការបោះឆ្នោតជាសកលលើកទី1នេះព្រះបាទនរោត្តមសីហនុបានតែងតាំងជាព្រះអង្គម្ចាស់រណរិទ្ធធ្វើជានាយករដ្ឋមន្ត្រីទី1ហើយសម្ដេចហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីទី2ថ្ងៃទី24ខែកញ្ញាឆ្នាំ1993សម្ដេចសីហនុទ្រង់ឡើងសោយរាជ្យវិញក្នុងព្រះរាជាណាចក្រកម្ពុជាទី2ថ្ងៃទី21ខែកញ្ញាឆ្នាំ1993រដ្ឋសភាអនុម័តលើរដ្ឋធម្មនុញ្ញថ្មីហើយត្រូវបានប្រកាសប្រើផ្លូវការនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិក៏ត្រូវបញ្ចប់បេសកកម្មផងដែរ
ចាប់ពីឆ្នាំ1993មកទល់បច្ចុប្បន្នប្រទេសកម្ពុជាបានបោះឆ្នោតសកលដោយសេរីនិងជ្រើសតាំងតំណាងរាស្ត្របានចំនួន4ដងគិតត្រឹមឆ្នាំ2011ឬ4អាណត្តិនៃរដ្ឋសភារួចមកហើយ